កងកម្លាំងទៅមួយរបស់ជីនគីខាន់វ័យក្មេងបានរីកធំខ្លាយទៅជាកម្លាំងចម្បាំងដ៏ខ្លាំងក្លា20000នាក់យុទ្ធវិធីធ្វើសឹកសង្គ្រាមវៃឆ្លាតជាមួយនឹងការបដិបត្តិមិនខ្លាចស្លាប់ជីនគីខាន់គឺបានបង្ហាញខ្លួនជាមេទ័ពដ៏កំពូលនៅលើសមរភូមិហើយកងទ័ពរបស់កងពើប្រទេសនឹងការប្រយុទ្ធដ៏ពិតប្រាកដជាលើកដំបូងនៅពេលដែលជីនគីខាន់ដឹកនាំទ័ពទៅច្បាំងនៅពួកតាថាដែលបានដាក់ថ្នាំបំពុលសម្រាប់ឪពុករបស់គាត់តាំងពីយូរមកហើយជីនគីខាន់បានយកឈ្នះយ៉ាងងាយស្រួលក្រោយមកបានចេញបញ្ជាដាក់ទោសពេយគ្រប់បរិសុទ្ធជនជាតិតាថាដែលមានកម្ពស់ខ្ពស់ជាងកងរទេសសឹកត្រូវសម្រាប់ចោលទាំងអស់ប្រការនេះគឺមានតែកូនក្មេងតូចៗតែប៉ុណ្ណោះទេដែលអាចបង្ហាត់បង្រៀនឲ្យចេះគោរពកោតខ្លាចជីនគីខាន់ដែលត្រូវទុកឲ្យមានជីវិតគង់វង្សក្រោយការសងសឹកមានជ័យជំនះនេះជីនគីខាន់បានដាក់គោលដៅបន្ទាប់គឺពួកកុលសម្ព័ន្ធតៃជីអ៊ុនហើយជាការសងសឹកជីនគីខាន់គឺបានចាប់ពួកតៃជីអ៊ីតដែលនៅលាវស្ងោរទឹករស់ហើយតៃតាសម្ព័ន្ធមិត្តគ្រួសារដែលប៉ុនប៉ងដាក់នឹមទេសភាពមកលើរូបគាត់ហើយផ្អែកទៅលើកងទ័ពសេះដ៏អស្ចារ្យកងកម្លាំងរបស់ជីនគីខាន់គឺបានវាយកំទេចកងទ័ពជីអ៊ុតយ៉ាងងាយស្រួលត្រឹមតែប្រហែលឆ្នាំក្រោយជីនគីខាន់បានបន្តវាយផ្ដួលពួកកុលសម្ព័ន្ធណៃម៉ាន់ដ៏ខ្លាំងក្លាហើយពួកនេះគឺជាឧបសគ្គរារាំងមហិច្ឆតារបស់ជីនគីខាន់ក្នុងការបង្រួបបង្រួមអាណាចក្រម៉ុងហ្គោលជ័យជំនះទៅនេះគឺធ្វើឲ្យជីនគីខាន់វ័យក្មេងអាចគ្រប់គ្រងដែនដីភាគកណ្ដាលនិងភាគខាងជើងនៃអាណាចក្រម៉ុងហ្គោលហើយជីនគីខាន់ក៏បានផ្ដល់បទពិសោធន៍នៃការស៊ើបការរបស់កងទ័ពគាត់បានបង្កប់បណ្ដាញចារកម្មទូលំទូលាយនៅក្នុងចំណោមពួកសត្រូវដើម្បីដឹងអំពីចំណុចខ្លាំងនិងខ្សោយរបស់ពួកគេជួនកាលចរៈបរិះរបស់ជីនគីខាន់គឺដើរតួជាឃាតករកម្ចាត់មេទ័ពដ៏ខ្លាំងពូកែរបស់សត្រូវដែលជាការធ្វើឲ្យកម្លាំងប្រយុទ្ធរបស់សត្រូវចុះខ្សោយយ៉ាងមានប្រសិទ្ធភាពជីនគីខាន់ក៏មិនបង្អង់ក្នុងការបំលែងទំនើបប្រការកងទ័ពសត្រូវដែលគាត់បានផ្ដួលក្នុងនោះគឺមានធ្វើឲ្យធ្នូមានភាពប្រសើរអនុញ្ញាតឲ្យកងទ័ពរបស់គាត់បាញ់កាន់តែឆ្ងាយហើយត្រង់ជីនគីខាន់បានបង្កើតចន្លុះភ្លើងនិងផ្សែងសម្រាប់បញ្ជាពីចម្ងាយក៏ដូចជាស្គរជ័យនិងទង់ជ័យជាសញ្ញានៅក្នុងគ្រាប្រយុទ្ធជាមួយនឹងបច្ចេកទេសជាច្រើនទៀតសម្រាប់ការបញ្ជូនសារយ៉ាងឆាប់រហ័សនៅក្នុងចំណោមកងទ័ពរបស់គាត់ប្រការនេះអនុញ្ញាតឲ្យជីនគីខាន់អាចបញ្ជាកងទ័ពរបស់គាត់ទាំងកំពុងជាប់ដៃអាចចល័តទ័ពបានដោយនឹកស្មានមកដល់ហើយក៏អាចដោះស្រាយគ្រប់សមរភូមិប្រយុទ្ធទាំងអស់ដែលជាញឹកញាប់គឺបានពង្វក់កងទ័ពរបស់សត្រូវជោគជ័យធ្វើសឹកសង្គ្រាមដ៏អស្ចារ្យរបស់ជីនគីខាន់គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើសមត្ថភាពអស្ចារ្យរបស់កងទ័ពរបស់គាត់ម្នាក់ខុសពីមេទ័ពបុព្វការីជនភាគច្រើនជីនគីខាន់គឺមិនមែនចេះតែយកកងទ័ពឲ្យចូលក្នុងកងកម្លាំងប្រយុទ្ធនោះទេលុះត្រាតែគាត់ទុកចិត្តថាគេម្នាក់ជំនាញនៅក្នុងការបំផាយសេះចូលទៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងគាត់ដោយគ្មានក្តីបារម្ភកងទ័ពរបស់គាត់គឺត្រូវមានជំនាញខ្ពស់នៅក្នុងការបាញ់ធ្នូប៉ុន្តែក៏ត្រូវតែខ្លាំងក្នុងការប្រយុទ្ធគៀកដោយប្រើដាវឬក៏កាំបិតស្នៀតក្នុងពេលចាំបាច់ជាទូទៅពួកមង្គលកាន់ធ្នូស្ពាយក្របព្រួយហើយនឹងខែធ្វើពីឈើឬក៏ស្បៃសត្វនិងរពាត់ខ្សែតីពួកគេត្រូវបានបពាក់លំពែងអាវក្រោះដែលធ្វើពីស្បៃស្វិតនិងច្បូកដែលមានងៀងទុកវត្តសត្រូវទម្លាក់ពីលើខ្នងសេះគឺអ្នកជំនាញខាងជិះសេះកងទ័ពជីនគីខាន់គឺសំខាន់ម្នាក់គឺសុទ្ធតែអាចជិះសេះបញ្ជាសេះដោយជើងទាំងពីររបស់ពួកគេទុកដៃនៅទន្លេបាញ់ធ្នូឬក៏ប្រើដាវលំពែក្នុងការប្រយុទ្ធទោះបីមានយុទ្ធវិធីខ្លាំងម្លឹងហើយក្តីជីនគីខាន់គឺបានកត់សម្គាល់ឃើញថាកងទ័ពគឺត្រូវតែមានអ្វីលើអំពីត្រឹមតែជាអ្នកប្រយុទ្ធក្នុងសមរភូមិមុខហើយដូច្នេះហើយទើបកងទ័ពរបស់ជីនគីខាន់គឺជាកងទ័ពមានវិន័យតឹងរ៉ឹងបំផុតមានគ្រូសិលធ្វើកិច្ចសារសើប្រកាន់ក្រមសីលធម៌មើលថែអ្នករបួសសូម្បីតែរាជការក៏មានភារកិច្ចច្បាស់លាស់ក្នុងការចាត់ចែងទ្រព្យសម្បត្តិដែលជាជ័យភ័ណ្ឌបន្ទាប់ពីជ័យជំនះលើពួកកុលសម្ព័ន្ធទាំងឡាយនេះកុលសម្ព័ន្ធផ្សេងទៀតក៏ព្រមចុះចូលនិងចុះសន្ធិសញ្ញាសន្តិភាពដែលនៅទីបំផុតគេក៏បានឲ្យរហស្សនាមថាខាន់ដល់ជីនហ្គីសដែលមានន័យថាអ្នកត្រួតត្រាចក្រវាឡងារនេះគឺមិនគ្រាន់តែនយោបាយប៉ុណ្ណោះទេវាគឺជាធាតុសំខាន់ខាងពលឹងវិញ្ញាណដោយលោកគ្រូមុនអាគមម្នាក់បានប្រកាសថាជីនគីខាន់គឺជាសមិទ្ធទេវរាជនៃម៉ុងកេកូពលគឺអតិទេពនៃម៉ុងហ្គោលជាមួយនឹងឋានៈស្មើនឹងអតិទេពវាច្បាស់ថាព្រមលិខិតកំណត់ថាជីនគីខាន់គឺជាអ្នកគ្រប់គ្រងពិភពលោកទាំងមូលជីនគីខាន់បានដឹកនាំកងទ័ពវាយដណ្ដើមជ័យជំនះជាច្រើនសមរភូមិវាយចេញក្រៅទឹកដីឆ្នាំ1207ប្រឆាំងនឹងនគរស៊ីសៀដែលបានវិទីនៅភាគខាងជើងឈៀងខាងលិចនៃអាណាចក្រចិនតាំងពីឆ្នាំ1000នៃគ្រិស្តសករាជ2ឆ្នាំក្រោយមកនគរនេះបានប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌជីនគីខាន់ក៏បានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅច្បាំងជាមួយនឹងរាជវង្សឈីងនៅភាគខាងជើងនៃអាណាចក្រចិនវិញម្ដងបង្កជាចម្បាំងអូសបន្លាយរហូតដល់20ឆ្នាំ